តោះអូខេសួស្តីថ្ងៃអាទិត្យនេះថ្លើទឹកក្តៅបយងូតចឹងយើងកណ្ដាច់មួយទឹកក្តៅអញ្ចឹងអត់ថាកូនក្មេងយើងអាចងូតពីសល់ពេល35 36 37ដែរពី36 37ចឹងខ្ញុំបើកទឹកក្តៅវាឡើង36មកចឹងពេល36យើងដាក់បើយើងងូតបានហើយនេះធុងទឹកក្តៅវាឥឡូវទៅ35យើងស្រីមិនតិចទៀតមកយើងស្រីឡើងលើនេះមកចឹងបាន36 37មកចាំយើងដាក់បយចូលឬក៏35ក៏បានដែរព្រោះបយវាធំដែរចឹងបើវាបាន36ចឹង36បយងូតបានហើយហើយសម្រាប់ប៉ាវាចូលដាំទឹកក្តៅយ៉ាចឹងយើងបើកបាន36មកយើងងូតពីអ្នកបយចំណេញទឹកហងងូតម្ដងបាន2នាក់ហើយយើងជូតខ្លួនស្អាតយកទៅដេកថ្ងៃអាទិត្យថ្ងៃនេះខ្ញុំមានទូទឹកក្តៅមួយទៅឡើងទុកឲ្យកូនងូតចឹងទុកកូនងូតចឹងយើងតជាមួយទឹកត្រជាក់ហើយទឹកត្រជាក់របស់យើងហើយទឹកក្តៅទៅយកទឹកក្តៅចេញទឹកក្តៅចូលមកនេះអញ្ចឹងវាមាន2 function ចឹងនេះ function ទី1យើងប្រើទឹកត្រជាក់ធម្មតាយើងចុចទៅដល់ក្រោមមកហ្នឹងយើងប្រើទឹកក្តៅអញ្ចឹងឥឡូវយើងចុចទៅពាក់កណ្ដាលសិនយើងប្រើទឹកធម្មតាចឹងយើងចុចអានេះការឈប់នេះការឈប់ក្រោមនេះយើងចុចទៅវាចេញអង្សាសេចឹងមីងសំបើកទឹកក្តៅចឹងវានៅសល់32តែមិនទោះទៅវាត្រជាក់ឡើយចឹងទៅយើងបិទអានេះយើងប្រើអាលើមានវីដេអូយើងទឹកក្តៅនៅចឹងឡើង34ថ្ងៃទៅបើហ្នឹងហើយយើងប្រើនេះមួយទៀតយើងបាញ់ធម្មតាណាយើងចំបាញ់សម្អាតអីណាបិទវាមកវានេះទឹកយើងបើកដាក់ធុងដែរហើយ30ភាពដូចគ្នាមាន